ត្រីធូណាខ្មែរគឺជាប្រភេទត្រីម្យ៉ាងដែលគេអាចញ៉ាំឆៅក៏បានយកវាមកចៀនចំហុយឬមួយក៏ខក៏បានដែរបងប្អូនប៉ុន្តែសាច់ត្រីរាងខ្មៅបន្តិចនៅពេលដែលយើងខហើយបែបនេះត្រីគឺសាច់រឹងល្អខ្លាំងណាស់ខរបៀបដូចយើងខត្រីធម្មតាដែរគ្រាន់តែយើងដាក់ទឹកដូងចូលនិងដាក់បន្ថែមម្នាស់ប៉ុណ្្នឹងឯងដើម្បីឲ្យវាជួយមានក្លិនឈ្ងុយនិងរសជាតិខ្ទិះឆ្ងាញ់ថ្ងៃនេះនឹងខ្ញុំទៅផ្សារទៅតាមផ្លូវឃើញគេលក់ត្រីធូណា1គីឡូហ្នឹង20000បងប្អូនមួយក្បាលនេះគឺ1គីឡូឯណោះធំយកតែមែនតែនហើយមើលទៅសាច់វាទលុកទលន់ខ្លាំងណាស់ខ្ញុំបានទិញវាមកចំនួន1ក្បាលត្រីនេះនៅក្នុងផ្សារជូបា2ក៏ស្បូរដែរតែនេះខ្ញុំជិះតាមផ្លូវឃើញហើយខ្ញុំក៏ទិញវាតែម្ដងទៅជាទូទៅប្រភេទត្រីសមុទ្រគឺគេត្រូវដាក់វាក្លាសេតកកបើសិនជាអត់ដាក់ក្លាសេតកកទេរក្សាគុណភាពរបស់ត្រីអត់បានយូរទេត្រីនេះខ្ញុំយកមកលាងទឹកវាធ្វើវាសម្អាតចេញវះពោះយកអាចយកអីចេញអស់ផ្នែកនេះគឺជាផ្នែកថ្លើមហើយវាក៏មានពងដែរបងប្អូននេះគឺជាពងរបស់វាហើយក៏មានលំពែងដែរលំពែងត្រីនេះធំបងប្អូនអញ្ចឹងវាមានពោះក៏ធំដែរនេះពោះវាហ្នឹងខ្ញុំវះយកអាចយកអីចេញអស់ហើយខ្ញុំកោសវាលាងឲ្យស្អាតអញ្ចឹងដែរជាធម្មតាត្រីនេះគឺទន់ខ្លាំងណាស់បងប្អូននៅពេលដែលមិនទាន់ត្រូវភ្លើងគឺគ្រាន់តែដាក់កបិតពីលើសកត់តែបន្តិចហ្នឹងដាច់សាច់ហើយអញ្ចឹងពេលដែលយើងលាងយើងកាត់អីសូមប្រយ័ត្នបន្តិចខ្លាចវារលេះរលួយសាច់អស់អញ្ចឹងណាហើយពេលដែលយើងប្រើដៃធ្ងន់ពេកក៏វាអាចធ្វើឲ្យទក់សាច់ត្រីដែរសាច់ត្រីវារាងពណ៌ខ្មៅបន្តិចគ្រឿងដែលខ្ញុំប្រើនៅពេលនេះគឺខ្ទឹមសចំនួន1មើមបុកទាំងសម្បកតែម្ដងលាយជាមួយនឹងម្រេចគ្រាប់លាយម្រេចគ្រាប់បុកដាក់ចូលបែបនេះទើបឆ្ងាញ់បងប្អូនហើយម្នាស់វិញខ្ញុំបានយកវាចិតជាចំណិតតូចៗហើយកិនវាឲ្យម៉ត់បងប្អូនចង់ដាក់ម្នាស់បែបមិនចាំបាច់កិនក៏បានដែរដាក់វាជាចំណិតតូចៗហើយខវាចូលតែម្ដងបន្ទាប់ពីកិនម្នាស់រួចរាល់ហើយខ្ញុំដួសយកគ្រឿងដែលបុកមិញហ្នឹងពាក់កណ្ដាលយកមកលាយជាមួយនឹងម្នាស់បន្ថែមទឹកត្រីបន្តិចប៊ីចេងបន្តិចអំបិលស៊ុប1ស្លាបព្រាបាយម្ទេសម៉ត់កន្លះស្លាបព្រាបាយទឹកពេញប៉ោះចំនួន3ស្លាបព្រាបាយទឹកស៊ីអ៊ូហ្នឹងចំនួន1ស្លាបព្រាបាយផងដែរកូរច្របល់គ្រឿងទាំងអស់នេះចូលគ្នាឲ្យបានល្អហើយយើងយកពាក់កណ្ដាលយកមកប្រឡាក់ជាមួយត្រីទុកប្រហែលជា10ទៅ15នាទីអញ្ចឹងបងប្អូនដើម្បីឲ្យចូលជាតិត្រីនឹងបានល្អខ្ញុំក៏បានត្រៀមទឹកដូងចំនួន1ផ្លែដែរបងប្អូនតែខ្ញុំអត់បានថតចូលទេខ្ញុំដាក់ឆ្នាំងឲ្យក្តៅហើយបន្ទាប់មកដាក់ស្ករចូលកូរវាឡើងពណ៌រាងក្រហមបន្ទាប់មកដាក់ជាមួយនឹងខ្ទឹមសនិងម្រេចដែលយើងបានបុកមកនឹងចូលកូរខ្ទឹមសនិងម្រេចនឹងឲ្យឡើងឈ្ងុយល្អបងប្អូនប្រយ័ត្នផងកន្លែងនេះប្រយ័ត្នខ្លោចដាក់ភ្លើងតិចបានហើយចាក់គ្រឿងនៅសល់បន្ទាប់ពីប្រឡាក់ត្រីនឹងរួចចាក់ត្រីចូលផងដែរចាក់ត្រីចូលរួចរាល់ហើយចាក់ទឹកដូងចូលដែរបងប្អូនទឹកដូងនេះខ្ញុំចាក់លាយជាមួយនឹងគ្រឿងដែលនៅសល់ពីប្រឡាក់សាច់មិញហ្នឹងស្ដាយគ្រឿងវាចាក់ទឹកដូងតែពាក់កណ្ដាលសិនណាបងប្អូនរងាស់វាឲ្យរាងត្រីនឹងរាងខាស់ទឹកបន្តិចសិនបើសិនយើងចាក់ទឹកច្រើនពេកត្រីយើងវាអត់ស្ងួតទឹកល្អវាអត់សូវឆ្ងាញ់ទេអញ្ចឹងយើងចាក់ទឹកដូងតែបន្តិចដើម្បីផ្សើមទៅបានហើយបន្ទាប់មកយើងរងាស់ត្រីនឹងឲ្យចូលជាតិគ្នាជាមួយនឹងគ្រឿងព្រមទាំងទឹកដូងនិងស្ករមិញនឹងដែរបន្ទាប់ពីនឹងមកគ្របវាទុកបន្តិចទៅបងប្អូនហើយត្រូវប្រយ័ត្នវាដែរខ្លាចវាខ្លោចណាបើកភ្លើងល្មមបានហើយគ្របវាទុកប្រហែលជា10នាទីអីទៅយើងអាចបើកគម្របមកដាក់បន្ថែមជាមួយនឹងទឹកម្ទេសចំនួន2ស្លាបព្រាបាយបន្ថែមបើបងប្អូនអត់ចេះញ៉ាំហឹរបងប្អូនបាច់ដាក់ទឹកម្ទេសចូលក៏បានដែរព្រោះដាក់ទឹកម្ទេសចូលបែបនេះវារាងហឹរបន្តិចណាអញ្ចឹងយើងដាក់ទឹកម្ទេសចូលហើយយើងបន្តថែមជាមួយនឹងទឹកដូងរបស់យើងដែលនៅសល់ហ្នឹងប្រហោយបន្តិចទៅរងាស់វាចោលប្រហែលជា20នាទីអីបងប្អូនអាចបន្ថែមជាមួយនឹងអំបិលស្ករប៊ីចេងអីបន្ថែមពីលើទៀតឬមួយក៏ទឹកត្រីអីបើសិនជាវាមានរសជាតិនៅស្ទើអីបងប្អូនត្រីនេះគឺងាយឆ្អិនទេបើនិយាយទៅយើងប្រើភ្លើងតែបន្តិចនឹងវាឆ្អិនហើយតែគ្រាន់តែយើងចង់ឲ្យគ្រឿងហ្នឹងវាចូលជាតិជាមួយត្រីនឹងកាន់តែល្អអញ្ចឹងណាយើងរងាស់យូរហ្នឹងមិនមែនបានន័យថាយើងទុកវាឲ្យផុយឆ្អឹងអីទេបងប្អូនវាមិនងាយផុយទេឆ្អឹងបងប្អូនចង់បន្ថែមជាមួយនឹងផ្លែប៉េងប៉ោះស្រស់ទៀតក៏បានដែរបងប្អូនជួយចុច Subscribe YouTube Channel របស់នាងខ្ញុំផងត្រីនេះពេលវាឆ្អិនសាច់វារឹងរាងស្ងួតបន្តិចអញ្ចឹងត្រូវញ៉ាំជាមួយនឹងទឹករបស់វាទើបឆ្ងាញ់